រឿងបកក្តាមទុកចិត្តលើខ្ញុំចោះបបមិនដែលបានហូបអីទេដល់បានបងគាត់ប្រាប់តិចនិចនេះមួយឲ្យស្រួលបណ្ដោយហើយគាត់ប្រាប់ថាអូនឯងយកតែតកកឲ្យរៀងច្រើនតិចមកដាក់ពីលើក្តាមនោះដើម្បីឲ្យវារងាទៅវាឡាប់ហើយខ្ញុំនោះក៏ដូចចិត្តទៀតណាដាក់មែនក្តាមនៅដល់ក្តាមតកកនៅដល់តកកចុះក្តាមទៅពេលវារងាវាមិនរត់តែជាលទ្ធផលខ្ញុំធ្វើបានមែននេះបកខ្ទេចនិយាយពីថាក្តាមយកមកហ្នឹងណាយកមកភាកច្រើនសុទ្ធតែខ្លាញ់ណែនពេញស្នូកតែម្ដងហើយអត់ចាំយូរអីទេបន្លែមានជីមានខ្ញុំនឹងក៏យកនៅនងដើមអមម្ទេសពីប្រកបមកលាងឲ្យស្អាតចិត្តឲ្យស្អាតរួចមកគេយកខ្លាញ់ក្តាមដែលបានបករួចនោះមកសំជាមួយគ្នាអ្វីដែលសំខាន់នោះគឺយើងមិនអាចខ្វះបានទេគឺគ្រឿងបុករបស់យើងហ្នឹងហើយមានកុយប្រខៃនិងមើមខ្ទឹមតែវាធ្វើឲ្យសម្លយើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងយើងមានគ្រឿងផ្សំអស់ហើយអញ្ចឹងម៉ាក់ខ្ញុំក៏គាត់ស្លបដាអញ្ចឹងសមិទ្ធផលរបស់យើងចេញបានជាសម្លប្រហើរគួរក្តាមមើលបងប្អូនទំនងទេជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់ម៉ាក់ខ្ញុំធំជាងគេព្រោះគាត់ជាអ្នកធ្វើម្ហូបឲ្យឡើងឆ្ងាញ់ខ្ញុំមិនមែនជាអ្នកធ្វើទេណាបងប្អូនកុំយល់ឡំជាអ្នកថតទេស្រឡាញ់ម៉ាក់ពេញបេះដូងម៉ាក់ថាពីក្រោយបញ្ចូលអញឲ្យអញធ្វើស៊ីទៀតហើយជួបគ្នានៅវីដេអូក្រោយបាយបាយ